ទំនេរពីការរកត្រីហើយនឹងបងសំណាញ់ក៏ឆ្លៀតពេលល្ងាចបន្តិចក៏មករកងាវភក់ផងដែរហើយបងប្អូនចង់ដឹងថាខ្ញុំរកងាវភក់តាមរបៀបណាហើយងាវភក់គេរកមិនបងប្អូននៅតាមតំបន់ខ្លះគឺបងប្អូនអត់ស្គាល់ទេហើយតំបន់ខ្លះទៀតគឺបងប្អូនគាត់ជាស្គាល់ហើយក៏សួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថ្ងៃនេះដែរគឺមកកាន់វីដេអូខ្ញុំទៀតហើយបាទហើយថ្ងៃនេះដែរគឺខ្ញុំទំនេរពីដាក់មងហើយនឹងបងសំណាញ់អញ្ចឹងក៏ខ្ញុំឆ្លៀតពេលមករើសងាវភក់បន្តិចបន្តួចដើម្បីយកទៅផ្ទះផងដែរហើយសម្រាប់ការរើសងាវភក់នេះគឺបងប្អូននៅតាមតំបន់សមុទ្រគឺគាត់ស្គាល់ហើយសម្រាប់បងប្អូនគាត់នៅតាមតំបន់ស្រុកស្រែចំការអញ្ចឹងគឺគាត់អត់ដែលស្គាល់ទេបើសិនជាបងប្អូនឃើញបងប្អូនប្រកាសថាអានេះគឺលាសសមុទ្រហើយព្រោះថាបងប្អូនអត់ស្គាល់ទេអញ្ចឹងហើយថ្ងៃនេះដែរគឺខ្ញុំធ្វើវីដេអូបង្ហាញឬក៏ឲ្យបងប្អូនបានស្គាល់អញ្ចឹងហើយងាវភក់នេះដែរគឺយើងរកតាមរបៀបហ្នឹងពុកម៉ែបងប្អូនគ្នាគឺយើងរកតាមមាត់វាយើងឃើញមាត់វាប្រេះអញ្ចឹងគឺងាវភក់ឲ្យពុកម៉ែបងប្អូនគ្នាគឺវានៅពួនអញ្ចឹងយើងឆ្កឹះមកគឺងាវភក់ហើយសម្រាប់ងាវភក់ឥឡូវនេះគឺយើងរកអត់សូវបានដូចពីមុនទេគឺវាអត់សូវសម្បូរទេហើយដោយសារតែថ្ងៃនេះទឹកនេះក៏ឆ្លៀតពេលមកក៏រកមើលបានមកហូបអីឬក៏យកទៅផ្ទះអញ្ចឹងបងប្អូនគ្នាព្រោះថាយើងអត់បានរកត្រីទេថ្ងៃនេះគឺយើងទំនេរពីការងារអញ្ចឹងហើយងាវភក់គឺបងប្អូនមើលទៅគឺមាត់វាគឺយើងមើលមិនចង់ឃើញទេដោយសារតែមាត់ងាវភក់គឺទូចមែនតែម្ដងពេលខ្លះក៏យើងដើរជន់ពេលខ្លះយើងឃើញមាត់ទៅក៏យើងយកដៃខ្វេះអញ្ចឹងទៅបងប្អូនគ្នាគឺងាវភក់គឺវាមិនស្រួលរកអីប្រហែលទេគឺវាកប់នៅក្នុងភក់អញ្ចឹងហើយគឺយើងរកអត់ស្រួលទេបងប្អូនគ្នាហើយមកកន្លែងនេះគឺរកបានច្រើនមែនតែម្ដងគឺវានៅចិត្តគ្នាប្រហែលចូលចិត្ត10ងាវអញ្ចឹងបងប្អូនគ្នាគឺវានៅជុំវិញកន្លែងខ្លះ4កន្លែងខ្លះ2អញ្ចឹងវានៅជាប់គ្នាអញ្ចឹងបងប្អូនគ្នាហើយមកក្តាប់នេះដែរចូលចិត្ត10ងាវភក់ផងដែរហើយបន្ទាប់ពីយើងឆ្កឹះវារួចរាល់ហើយយើងក៏ចាប់វាដាក់ចូលក្នុងបាវបងប្អូនគ្នាយើងក្បងវាមកដាក់ចូលក្នុងបាវហើយនេះដែរគឺជាវាលដែលខ្ញុំមករើងាវភក់គឺទឹកនាចដាច់ចឹងហើយគឺយើងមិនរើងាវភក់បានសូម្បីទឹកចូលមកក៏យើងអាចរកបានដែរគឺយើងរករាវអញ្ចឹងបងប្អូនគ្នាហើយបន្ទាប់ពីរើងាវភក់មិនតាន់បានបងប្អូនគ្នាគឺថ្ងៃចិត្តលិចឯដោយសារតែយើងមកវារៀងល្ងាចដែរហើយអញ្ចឹងហើយបន្ទាប់ពីថ្ងៃចិត្តលិចក៏ឆ្លៀតទៅលាងងាវឬក៏លាងដៃលាងអីសម្អាតជើងដើម្បីទៅផ្ទះផងដែរអញ្ចឹងបងប្អូនគ្នាហើយបន្ទាប់ពីយើងចុះទៅគឺផុកកន្លែងហ្នឹងគឺជ្រៅមែនតើបងប្អូនគ្នាគឺយើងចុះទៅចង់ប្រឹមក្បាលឆ្កងហើយគឺទឹកវាអត់សូវមានទេគឺមានភក់តែម្ដងបងប្អូនគ្នាគឺមានភក់មានផុកអញ្ចឹងណាតាមតំបន់ខ្លះហៅភក់តំបន់ខ្លះហៅផុកអញ្ចឹងទៅបងប្អូនគ្នាហើយបន្ទាប់ពីខ្ញុំលាងដៃហើយក៏ខ្ញុំជះទឹកលេងទៅក៏ឃើញងាវភក់ដែរបងប្អូនគ្នាគឺឃើញងាវភក់នៅជាប់ក្នុងភក់ហ្នឹងគឺយើងអត់ដែររកទេនៅតាមហ្នឹងព្រោះថាយើងរកតែនៅខាងលើហើយនៅតាមមាត់ព្រែកចេះគឺយើងអត់ដែររកទេហើយក៏យើងជះទឹកលេងទៅក៏ឃើញងាវភក់គឺមាត់គឺច្រើនមែនតែម្ដងព្រោះថាយើងមក4 5ដងពីមុនអញ្ចឹងខ្ញុំធ្លាប់មករកដែរគឺខ្ញុំអត់ដែររកនៅតាមមាត់ព្រែកអញ្ចឹងទេបងប្អូនគ្នាគឺខ្ញុំរកតែនៅលើអញ្ចឹងគឺខ្ញុំអត់ដែរជះទឹកជះអីអញ្ចឹងទេបងប្អូនគ្នាហើយថ្ងៃនេះនឹកឃើញមិនក៏ជះទឹកលេងទៅក៏ឃើញងាវភក់បងប្អូនគ្នាក៏រើដាក់និយាយទៅរៀបទៅផ្ទះហើយក៏ឃើញមកក្បងទៀតអញ្ចឹងមកកន្លែងហ្នឹងទៀតគឺចិត្ត20យោបងប្អូននេះគឺច្រើនមែនតែម្ដងគឺសម្បូរមែនតែម្ដងគឺលើក្រោយគឺមកគាត់តែជះទឹកអញ្ចឹងក៏ដឹងថាបានងាវភក់ដែរបងប្អូននេះគឺមើលទៅគឺចិត្តបាន4 10 20ដែរហើយបន្ទាប់ពីយើងលាងដៃលាងជើងលាងអីរួចយើងក៏ចាប់ផ្ដើមងើបមកពីទឹកដើម្បីយកងាវភក់យើងដើម្បីយកទៅផ្ទះផងដែរហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់បងប្អូនទស្សនាពីដំបូងរហូតដល់ចប់ផងដែរអរគុណបងប្អូនទាំងអស់គ្នា